Breaking News កម្ពុជាថៃអនុម័តនឹងចុះហត្ថលេខាបញ្ញាចិត្តអនុវត្តនៅបទជប់បាញ់ឲ្យបានពេញលេញលោកស្រីឧត្តមស្រីឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានបង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ដែលបានប្រព្រឹត្តទៅនាពេលព្រឹកនេះហើយបានបញ្ចប់នៅវេលាម៉ោង 10:20 នាទីនៅច្រកអន្តរជាតិព្រំផាកាតខេត្តបៃលិនប្រទេសកម្ពុជានិងទល់ខេត្តច័ន្ទបុរីប្រទេសថៃក្រុមការសង្កេតការពីក្រុមអ្នកសង្កេតការអាស៊ាន AOT ប្រចាំកម្ពុជានិងថៃដែលដឹកនាំដោយឧត្តមសេនីយ៍ឯកទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងឯកឧត្តមណាត់ថាថនផាយ៉ានិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកស្រីបញ្ជាក់ថាកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC បានអនុវត្តនិងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC រវាងកម្ពុជានិងថៃហើយបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនៅបទជប់បាញ់ឲ្យបានពេញលេញនិងស្វែងរកសុខសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ